សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាទៀតហើយជាមួយនឹងម៉ូតសក់ថ្មីដែលម៉ូតសក់ថ្ងៃនេះគឺមានឈ្មោះថា Mid Taper ដែលម៉ូតសក់នេះគឺពេញនិយមសម្រាប់បងប្អូនយុវវ័យសប្តាហ៍ដែលគាត់ស្រឡាញ់ជាមួយនឹងអាការលេងខ្លួនបែប swag នេះគឺភាគច្រើនត្រូវជាមួយនឹងម៉ូតសក់ប្រភេទនេះអញ្ចឹងកុំឲ្យចាំយូរគឺយើងចូលមកដល់ការ review របស់យើងអញ្ចឹងជាដំបូងមុននឹងការកាត់ម៉ូតសក់នេះគឺយើងត្រូវឈូសបើកផ្លូវជាមុនសិនដែលការឈូសបើកផ្លូវនេះគឺខ្ញុំយកពុម្ពលេខ3ដើម្បីបើកផ្លូវយើងបើកផ្លូវគឺដើម្បីកំណត់នៅកម្ពស់ដែលយើងត្រូវកាត់ថាឈូសឡើងខ្ពស់ប៉ុណ្ណាអញ្ចឹងយើងបើកផ្លូវដើម្បីឲ្យស្រួលឲ្យវាស្ដើងតិចមកងាយស្រួលក្នុងការដែលយើងឈូសបដិញសមោលប៉ុន្តែវាមិនទាន់ចប់អីនឹងការឈូសបើកផ្លូវនេះទេបងប្អូនអញ្ចឹងយើងបើកផ្លូវរួចហើយណាក៏យើងយកកម្ពស់ប៉ុណ្ណឹងបន្ទាប់មកទៀតគឺយើងដៅជើងសក់ហើយបងប្អូនសួរថាតើយើងដៅអញ្ចឹងទៅអីយើងញិចអញ្ចឹងទៅអីខ្ញុំបញ្ជាក់បងប្អូនគឺនៅត្រង់ថាការញិចបែបនេះគឺបញ្ជាក់ថារាប់ចាប់ពីកន្លែងដែលយើងញិចហ្នឹងចុះមកក្រោមគឺវា fade ហើយវាសហើយសស្គូសដល់ស្បែកហើយអញ្ចឹងយើងអត់មានអីត្រូវសង្ស័យទេគឺយើងទាញ motor មុខដល់មកមួយគឺយើងឈូសយកមកឈូសដើម្បីឲ្យវាអឹបជាមួយនឹងស្បែកឲ្យវាអស់ពីស្បែកមកវានឹងបានស្បែកមួយដែលអត់មានសក់ទេគឺវាសបន្ទាប់មកទៀតគឺយើងយកត្រង់ដឺហើយនេះបងប្អូនគឺត្រង់ដឺ X7 ត្រង់ដឺនេះស្រួលមែនតើសម្រាប់យើងឆ្កឹះគឺយើងឆ្កឹះបានខ្ពស់អាចភ្ជាប់ជាមួយនឹងសក់ដែលឈូសពុម្ពលេខ2ណាឆ្កឹះអញ្ចឹងបញ្ចូលសមោលគ្នាបងប្អូនពុម្ពលេខ2គឺយើងប្រើតែ X7 នេះដើម្បីឆ្កឹះទៅភ្ជាប់ជាមួយគឺបានហើយដោយមិនបាច់ប្រើពុម្ពលេខ1ពុម្ពលេខកន្លះអីថែមទេប្រើតែត្រង់ដឺនេះមួយគឺគ្រប់ហ្មងអញ្ចឹងបងប្អូនមើលគឺយើងឆ្កឹះបបោះបែបនេះទៅបោះទៅភ្ជាប់ជាមួយនឹងស្នាមដែលយើងដៅខាងលើណាបងប្អូនហើយដោយសារតែម៉ូតនេះគឺតម្រូវឲ្យយើងឈូសផ្ទៃខាងក្រោយរាងខ្ពស់និងធំតិចដែរដើម្បីយើងមានប្រឡោះដើម្បីឆូតក្បាច់ឆូតម៉ូតណាបងប្អូនអញ្ចឹងនេះជាការឈូសរបស់ខ្ញុំដែលយើងបបោះវាឲ្យស្មើកម្ពស់គ្នាបងប្អូនកុំឲ្យមានកន្លែងខ្លះទៅវាទាបកន្លែងខ្លះវាខ្ពស់កន្លែងខ្លះវាសកន្លែងខ្លះវាខ្មៅណាបងប្អូនអញ្ចឹងយើងបដិញវាឲ្យរាងម៉ត់ស្អាតបន្តិចមកមិញយើងឆ្កឹះរាងខ្ពស់ឥឡូវយើងខិតមុខត្រង់ដឺបន្តិចចូលវិញបន្តិចកុំឲ្យថយខ្លាំងពេកបន្ទាប់មកយើងចាប់ផ្ដើមឆ្កឹះនៅជើងខាងក្រោមម្ដងបញ្ជាក់បងប្អូនថាថយមុខកាន់តែគៀកមុខគឺឆ្កឹះកាន់តែទាបដែរបើយើងថយមុខកាន់តែបានឆ្ងាយយើងឆ្កឹះបានខ្ពស់តាមនឹងដែរណាបងប្អូនហើយនេះគឺខ្ញុំចាប់ផ្ដើមលុបស្នាមបន្ទាត់ដែលខ្ញុំដៅពីដំបូងមុនហ្នឹងគឺលុបដើម្បីឲ្យវាបាត់អាស្នាមបន្ទាត់ណាបងប្អូនដែលយើងដាក់ត្រង់ដឺហ្នឹងឲ្យអឹបមុខថ្មិញខិតមុខឲ្យអឹបមកឬឲ្យកោសដដោះនឹងស្បែកគេដែលយើងមើលនឹងភ្នែកទៅយើងឃើញមានបន្ទាត់ណាបងប្អូនអញ្ចឹងយើងអង្គុយលេងតិចមកដើម្បីឲ្យវាបាត់ស្នាមបន្តមកទៀតចូលដល់ការដៅខ្សែបន្ទាត់ត្រេខាងលើម្ដងត្រេរាងខាងលើវានេះបើយើងបើកផ្លូវដំបងវាអត់ទាន់មានរាងច្បាស់ស្អាតទេអញ្ចឹងយើងត្រូវការយកស្និតយើងនឹងត្រង់ដឺយើងនេះយកមកបបុកពីក្រោមបែបនេះបងប្អូនដើម្បីឲ្យវាលេចចេញរាងខ្សែស្អាតឃើញទេបងប្អូនឃើញវាដៅចេញជារាងស្អាតទេនៅពេលដែលយើងបោះបុកភ្ជាប់ជាមួយនឹងជើងសក់ហ្នឹងទៅវាចេញជារាងបន្ទាត់ណាបងប្អូនចេញជារាងបន្ទាត់យើងមិនគួរកាត់សក់ឲ្យចេញជារាងថ្មិញអាណាបងប្អូនអត់គួរទេគឺយើងត្រូវសេរីឲ្យវាល្អឲ្យវាស្មើស្អាតហើយសម្រាប់អាការសាប់នេះគឺយើងសំដៅទៅលើចំណុចខ្មៅដប់យើងពិបាកបងប្អូនពេលខ្លះយើងឈូសឲ្យបាត់អាដប់ហ្នឹងពិបាកណាស់ដោយសារសក់យើងកន្លែងខ្លះវាមានខ្មៅកន្លែងខ្លះវាមានសកន្លែងខ្លះវាក្រាស់កន្លែងខ្លះវាស្ដើងអញ្ចឹងទៅណាបងប្អូនអញ្ចឹងដើម្បីឲ្យវាសមោលម៉ត់ប្រហែលនឹងគ្នាគឺយើងត្រូវការជំនួយពីកត្រៃសាប់គឺយើងយកកត្រៃសាប់យកមកសាប់ដើម្បីឲ្យវាច្រោះកន្លែងខ្មៅហ្នឹងឲ្យវាបធូរមកទៅជាស្រាលទៅជាសបុលប្រហែលគ្នានឹងកន្លែងដែលស្ដើងវិញណាបងប្អូន
អញ្ចឹងនេះចូលមកដល់ផ្នែកជំហៀងម្ដងមិញខ្ញុំបង្ហាញផ្នែកខាងក្រោយចឹងលើកនេះខ្ញុំបង្ហាញផ្នែកជំហៀងមុននឹងយើងកាត់គឺយើងឈូសសារ៉េឲ្យបាត់ព្រុយឲ្យរៀងអស់ស្រឡះបន្តិចមកបន្តមកទៀតដល់ពេលដែលយើងត្រូវបើកផ្លូវដូចអាខាងក្រោយមិញនឹងដែរគឺយើងយកពុំលេខ3រួចហើយយើងចាប់ផ្ដើមឈូសវាពីមុខសំដៅមកខាងក្រោយស្លឹកត្រចៀកក៏ប៉ុន្តែយើងយករៀងជារៀងកោងណាបងប្អូនយើងយកវាជារៀងកោងចេះមកបន្តមកទៀតគឺយើងចាប់ផ្ដើមញិចបន្តទៀតដែរខាងក្រោមគឺ fade ដោយតែខ្ញុំធ្លាប់និយាយមុនហ្នឹងយើងយក fade មកបន្តមកទៀតចូលដល់ទូនាទីរបស់ត្រង់ដើ X7 ទៀតដែរយើងថយថ្មិញឲ្យបានខ្ពស់ឲ្យបានវែងតិចបន្ទាប់មកបបោះឡើងទៅខ្ពស់ដោយសារត្រង់ដើនេះយើងថយថ្មិញបានវែងបងប្អូនហើយវាងាយស្រួលប្រើដោយសារមុខវាគឺមុខត្រង់អត់ដូចត្រង់ដើដែលយើងពាក់ពុំពាក់អីទេអាហ្នឹងមុខវារៀងចែវប៉ុន្តែត្រង់ដើនេះគឺមុខវារៀងត្រង់អញ្ចឹងការបបោះគឺស្រួលជាងត្រង់ដើទូទៅអញ្ចឹងយើងថយថ្មិញមករហូតយើងបបោះវាឲ្យបានខ្ពស់ទៅភ្ជាប់ជាមួយនឹងស្នាមដែលយើងដៅពុំមុនហ្នឹងដែលយើងបើកផ្លូវមុនហ្នឹងបងប្អូនយើងបបោះមកភ្នែកយើងសម្លឹងឲ្យជាប់កន្លែងដែលវាមានដុបខ្មៅអញ្ចឹងយើងឆ្លៀតបបោះកញិចហ្នឹងទៅបានប្រមាណយើងយកប៉ុណ្ណឹងចាំពេលដែលវគ្គក្រោយយើងចាប់ផ្ដើមប្រើកត្រៃស័ព្ទដើម្បីបន្ថែមវាទៀតដើម្បីជំនួយឲ្យសមោលនឹងរឹតតែម៉ត់ស្អាតទៀតណាបងប្អូនអញ្ចឹងធ្វើតាមខ្ញុំមកយើងបបោះបដិញទៅរកខ្សែខាងលើដែលយើងដៅហើយដោយសារតែក្បាលបងប្អូនម្នាក់នេះក៏រៀងស្អាតដែរបងប្អូនអញ្ចឹងយើងស្រួលក្នុងការកោសទេអត់មានផតអត់មានក្លេចក្លុកអីទេអញ្ចឹងយើងធ្វើការបបោះមកឲ្យលំអិតបន្ទាប់មកទៀតចូលដល់វគ្គដែលយើងលុបស្នាមបន្ទាត់ដែលខ្ញុំដៅមិញហ្នឹងអញ្ចឹងយើងកោសត្រង់ដើនេះគឺវាមុខវាគៀកបងប្អូនមុខវារៀងគៀកអញ្ចឹងយើងខិតមុខឲ្យអស់មកមុខមកបន្ទាប់មកយើងកោសដើម្បីលុបស្នាមបន្ទាត់ហ្នឹងហើយនេះជាការសម្រួលកន្លែងដែលវាក្រាស់ដែលនៅក្រោយកលេសត្រចៀកសម្រាប់ម៉ូដមួយហ្នឹងគឺគេទុកផ្នែកកលេសត្រចៀកហ្នឹងឲ្យរៀងក្រាស់ណាបងប្អូនបន្ទាប់មកទៀតយើងចាប់ផ្ដើមដៅបន្ទាត់ខាងលើម្ដងឲ្យចេញជារាងកោងស្អាតដូចខាងក្រោយដែលយើងដៅមិញដែរប៉ុន្តែនេះគឺយើងដៅខាងចំហៀងម្ដងគឺដៅដូចគ្នាដើម្បីឲ្យវាលេចរាងកាន់តែស្អាតបើថាកោងគឺកោងឲ្យស្អាតចឹងណាបងប្អូនហើយអាដប់នៅក្រោយត្រចៀកនេះយើងមិនបាច់ចាំទុកវាទេយើងឈូសវាមកក៏ប៉ុន្តែកុំឲ្យសប្រហែលនឹងអាមុខអីឲ្យវារាងនៅក្រាស់ជាងណាបងប្អូនបន្តមកទៀតគឺចូលដល់វគ្គស័ព្ទដើម្បីឲ្យសមោលនឹងវារាងស្រាលវារាងម៉ត់ស្អាតអញ្ចឹងយើងសលឹងមើលទៅភ្នែកយើងសលឹងមើលកន្លែងណាខ្មៅយើងសាប់វាបន្តិចហើយយើងមើលម្ដងសាប់ហើយបោះមើលម្ដងភ្នែកយើងអាចមើលឃើញកន្លែងណាដែលខ្មៅដុបបងប្អូនយើងមើលវាទៅហើយយើងកំណត់គោលដៅបានហើយយើងសាប់វាសាប់ឲ្យវាសមោលរាងម៉ត់ស្អាតហើយបោះកតិចសក់សាប់ម្ដងបោះម្ដងសាប់ម្ដងបោះម្ដងដើម្បីកុំឲ្យកតិចសក់ហ្នឹងវានៅតែហ្នឹងវាបំភាន់ភ្នែកយើងជួនកាលយើងស្មានតែឡៃនឹងខ្មៅតែពិតវាម៉ត់ស្អាតហើយដោយសារវាកតិចវានៅតែហ្នឹងក៏មើលច្រឡំចឹងឯងអញ្ចឹងវាការបោះគឺល្អមែនតើសម្រាប់ការដែលយើងសាប់ហើយគឺត្រូវតែបោះវាចោលអញ្ចឹងបងប្អូនមើលលេងទៅហ្នឹងហើយគឺជារបៀបនៅក្នុងការធ្វើឲ្យសក់ដែលឈូសហ្នឹងវាមានសភាពម៉ត់ស្អាតបងប្អូននឹងជាតិចនិចជាងខ្លះគេមិនងាយបរៀនយើងទេប៉ុន្តែខ្ញុំរីករាយនឹងការចែកម្លែកដល់បងប្អូនហើយនេះគឺជាការតែងនៅជើងសក់ដែលតិចទៀតយើងនឹងត្រូវកោវាបងប្អូនក៏ប៉ុន្តែដោយសារចំណុចក្រោយត្រចៀកនេះវាក្រាស់ពេកដូចអញ្ចឹងឡាមអត់អាចកោផ្ដាច់បានទេយើងមានតែពឹងទៅលើត្រង់ដើដើម្បីញិចបើកផ្លូវសិនញិចវាបើកផ្លូវសិនបន្ទាប់មកចាំយើងកោវាតាមក្រោយគឺវាងាយស្រួលវិញនេះកន្លែងនេះគឺយើងគួរតែកាត់វាឲ្យរាងស្ដើងតិចមកកុំឲ្យទុកវាក្រាស់ខ្លាំងពេកឲ្យវារាងស្ដើងប៉ុន្តែកុំឲ្យសដូចអាក្រោយនឹងអាផ្នែកខាងមុខវាពេក
ឲ្យវានៅតែរៀងក្រាស់ប៉ុន្តែកុំឲ្យខ្មៅដុបខ្លាំងពេកបងប្អូននេះបងប្អូនអាចមើលបានហ្នឹងហើយខ្ញុំសង្ឃឹមថាបងប្អូនដៃថ្មីគាត់នឹងចាប់បានច្រើនរាល់ពេលដែលខ្ញុំបង្ហាញប្រាប់បងប្អូនសម្រាយប្រាប់បងប្អូនអញ្ចឹងខ្ញុំក៏មិនចេះអីច្រើនជាងគេជាងឯងទេប៉ុន្តែបាត់ត្រឹមតែមកចែកម្លែកប័ណ្ណពិសោធន៍គឺខ្ញុំអាចឆ្លៀតពេលដើម្បីបញ្យល់បងប្អូនបានណាបងប្អូនហើយនេះជាការកោម្ដងដល់វគ្គដែលយើងកោហើយនេះគឺសមោលនៃការកោនេះគឺយើងយករាងកោងបន្ទាត់សំទោសមិនសមោលទេគឺបន្ទាត់គឺយើងយករាងកោងត្រង់ចំណុចនេះបន្ទាត់មកទៀតគឺយើងកោចោលអារោមដែលវានៅសមិសមោះហ្នឹងគឺយើងកោចេញអស់មកធ្វើម៉េចឲ្យស្នាមកោរបស់យើងនឹងវាលិចស្អាតបងប្អូនវាលិចរាងចេញមកស្អាតហើយចំពោះលើស្លឹកត្រចៀកនេះគឺយើងកោឲ្យរាងខ្ពស់ជាងកលៈស្លឹកត្រចៀកបន្តិចទៅតាមទំហំក្បាលបើថាក្បាលគេមានផ្ទៃជាងក្បាលនឹងរាងធំយើងកោរាងខ្ពស់បន្តិចទៅក៏មិនអីដែរប៉ុន្តែសម្រាប់ផ្ទៃក្បាលចំហៀងគេនឹងរាងទូចរាងខ្លីយើងកោទៅតាមនឹងដែរកោឲ្យគៀកត្រចៀកបន្តិចមកដែរដើម្បីឲ្យវាសមគ្នាហើយនេះជាការកោកលឹងស្លឹកត្រចៀកដែលយើងតម្រូវឲ្យកោឲ្យចេញជារាងមូលបងប្អូនរាងវងរាងឆ្វង់ស្អាតហើយនេះគឺយើងកោកញ្ចឹងកប្រហូតចុះមកខាងក្រោមត្រូវដឹងថាបើយើងកោវាមិនត្រង់កោវីកឬមួយក៏ស្នាមកោយើងកច្ឆេកឆោតតណច្រើនណាបងប្អូនគឺម៉ូតនឹងអាសាបងហើយទោះបីយើងឈូសស្អាតយ៉ាងម៉េចក៏ដោយប៉ុន្តែយើងតែងរៀងរើវាខុសហើយគឺខុសបដ ாய் អញ្ចឹងរាល់ពេលដែលយើងកោបងប្អូនធ្វើការកោមួយមិនបាច់ចាំបខំពេកទេជាពិសេសគឺពេលដែលយើងដៅរូបរាងតែងរូបរាងខ្សែបន្ទាត់អញ្ចឹងគឺយើងត្រូវប្រុងប្រយ័ត្នមែនតើជៀសវាងយើងកោទៅជ្រុលដៃវាទៅជាកោខុសកោខ្ពស់ពេកឬមួយក៏កោចូលសុំរួមអាកន្លែងកញ្ជើងកហ្នឹងវាទៅជាទូចខ្លាំងពេកម៉ូតហ្នឹងគឺអាក្រក់មើលបដ ாய் អញ្ចឹងត្រូវប្រុងប្រយ័ត្នមែនតើចំពោះការកោទម្រង់ជើងសក់ហ្នឹងហើយនេះយើងរំលីងវានេះជាម៉ាស៊ីនរំលីងជើងសក់បងប្អូនយើងឈូសវាខ្លីហើយយើងរំលីងវាឲ្យវាសក្បោះដល់ស្បែកមកអានេះស្មើនឹងម៉ាស៊ីនកោដែលយើងកោវាដែលយើងឈូសវាឲ្យវាម៉ត់ស្អាតបន្ទាប់មកទៀតយើងមើលវាសាដើមមើលវានៅមានបន្ទាត់នៅមានស្នាមថ្នេរថ្នាក់ស្នាមអីច្រើនគឺយើងយកត្រង់ដើថ្មិញទូចនេះយកមកឈូសទៅសោះវាអាកន្លែងខ្មៅដុបនឹងតិចមកកុំឲ្យវាមានស្នាមបន្ទាត់លេចឡើងបងប្អូនឆ្កឹះចេះមកហើយយើងបោះវាស្អាតបោះឲ្យមើលបើថាមិនទាន់ស្អាតយើងឆ្កឹះថែមទៀតហើយកញ្ជឹងកក្រោយនេះរោមហ្នឹងមិនបាច់ទុកទេយើងឈូសឲ្យអស់មកបងប្អូនឲ្យស្អាតណាឈូសវាឲ្យអស់មិនបាច់ចាំទុកវាទេដោយសារតែឲ្យវាលេចចេញនៅរូបរាងម៉ូតឲ្យច្បាស់ហើយនេះចូលដល់វគ្គដែលខ្ញុំឆូតម៉ូតឲ្យគាត់អញ្ចឹងដោយសារយើងមានម៉ូតគឺម៉ូតនេះឆូតតាមទូរស័ព្ទដែរទេបងប្អូនយើងមានរូបតាមទូរស័ព្ទអញ្ចឹងណាដល់អញ្ចឹងយើងក៏មើលហើយយើងយកមកឆូតឲ្យគាត់សម្រាប់ម៉ូតស្នាមឆូតនេះពេញនិយមក្នុងប្រហែលថ្ងៃហ្នឹងគឺខ្ញុំឆូតឲ្យឡើង3នាក់គឺម៉ូតហ្នឹងតែមួយដែរដោយសារគាត់ស្រឡាញ់ម៉ូតហ្នឹងដូចគ្នាហើយនេះជាការដៅរូបរាងនៃម៉ូតដែលយើងត្រូវឆូតក៏ប៉ុន្តែយើងអត់តន់វាប់ឡើងយកឡាមយកមកកោហ្មងគឺអត់ទេយើងយកម៉ូទ័រដែលមុខទូចនេះយើងយកមកឆូតឲ្យចេញជារូបរាងម៉ូតដែលយើងចង់បានសិនបន្ទាប់មកទៀតចាំយើងកោវាឲ្យលេចចេញជាស្នាមរាងក៏ប៉ុន្តែនេះបងប្អូនខ្ញុំកោប៉ុន្តែអធិស្ឋានផងបងប្អូនខ្ញុំអត់បានបង្ហាញអស់ទេអត់បានបង្ហាញអស់ដោយសារទូរស័ព្ទវាអស់ថ្មដែរអញ្ចឹងយើងត្រូវសាកវាសិនអានេះគឺខ្ញុំបង្ហាញពីការកោទៅតាមរាងដែលយើងដៅដោយម៉ូទ័រទូចមិញហ្នឹងយើងដៅវាហើយយើងកោសវាចេញជាម៉ូតណាបងប្អូនកោសចេញជាម៉ូតបន្តិចទៀតយើងនឹងចេញរូបរាងហើយខ្ញុំនឹងបង្ហាញឲ្យបងប្អូនឃើញពី
mode ដែលខ្ញុំចង់ដែលខ្ញុំត្រូវបង្ហាញត្រូវកោនៅពេលនេះបងប្អូនដោយសារតាការតែង mode នេះវាត្រូវការផ្ទៃរាងធំបន្តិចអញ្ចឹងហើយដែលខ្ញុំឈូសសក់ក្រោយរបស់គាត់រៀងឡើងលើខ្ពស់ណាបងប្អូនឃើញណារៀងឡើងខ្ពស់ហ្នឹងគឺងាយស្រួលក្នុងការតែង mode បែបហ្នឹងបើសិនជាគាត់កាត់បែប low fade អាហ្នឹងគឺពិបាកនឹងកោយ mode ណាឬក៏ low taper អីហ្នឹងគឺពិបាកមែនតើប៉ុន្តែនេះគឺ mode mid taper មានន័យថាជើងសក់ក្រោយគឺឈូសរៀងខ្ពស់បន្តិចអញ្ចឹងវាកើតជាផ្ទៃដែលធំងាយស្រួលយើងតែង mode ហើយនេះគឺជា mode សក់របស់យើងហើយបងប្អូននេះដែលយើងឆូតហើយកាត់ហើយវាមិនស្អាតអីណាស់ណាទេបងប្អូនប៉ុន្តែគឺមកសមរម្យស្អាតសម្រាប់ស្ទាវទូទៅគឺពេញនិយមសម្រាប់ mode ចឹងបន្ទាប់មកទៀតយើងចូលដល់ការកាត់សក់ផ្នែកខាងលើនិងខាងក្រោយដែលខ្ញុំចាប់ផ្ដើមកាត់ពីខាងក្រោយមុនដោយសារតែសក់ប្អូនគឺក្រាស់ហើយរាងវែងតិចអញ្ចឹងយើងសម្រួលវាចោលប្រហែលជាជិតមួយខ្នងដៃដើម្បីឲ្យវារាងស្ដើងរាងស្រាលបន្តិចកុំឲ្យវាវែងខ្លាំងពេកនាំឲ្យវាឃើញប៉ោងកប៉ាងអញ្ចឹងបងប្អូនអានេះយើងកាត់វាមកប្រហែលជិតមួយខ្នងដៃយើងកាត់ឲ្យមិនបញ្ចប់ត្រឹមហ្នឹងណាបងប្អូនគឺយើងនៅស្រាវមើលនៅពិនិត្យមើលទៀតអានេះគឺយើងបែងចែកជា2ជួរមកគឺមួយជួរផ្នែកខាងលើមួយជួរផ្នែកខាងក្រោមដែលយើងចាប់កាត់នេះណាបងប្អូនមួយផ្នែកខាងលើមួយផ្នែកខាងក្រោមហើយយើងនៅពិនិត្យសារដើមឡើងវិញទោះបីជាវីដេអូខ្ញុំអត់បានបង្ហាញអស់ក្បោះក្បាយប៉ុន្តែខ្ញុំនឹងព្យាយាមប្រាប់នៅកន្លែងណាដែលយើងត្រូវនេះបងប្អូនយើងត្រូវកាត់អានេះគឺផ្នែកខាងលើគឺជាទម្លាប់របស់ខ្ញុំគឺខ្ញុំចាប់កាត់ពីកយ៉ាវទៅបន្ទាប់មករត់មកខាងស្ដាំដៃបណ្ដេញមកខាងស្ដាំដៃយើងចាប់កាត់ប្រហែលមួយខ្នងដៃដែរដោយសារតែសក់របស់គាត់រៀងងើបដល់អញ្ចឹងទៅយើងអាចនឹងត្រូវសាប់ចោលខ្លះប៉ុន្តែក្នុងវីដេអូនេះខ្ញុំអត់បង្ហាញការសាប់ទេប៉ុន្តែគឺខ្ញុំបានសាប់ចុងវាចោលខ្លះកុំឲ្យវាងើបប៉ោងខ្លាំងពេកណាបងប្អូននេះអានេះជាការចាប់ផ្នែកខាងចំហៀងសក់លើផ្នែកចំហៀងប៉ុន្តែអត់តន់ចាប់តែប៉ុណ្្នឹងទេនេះយើងនៅតែងទៀតយើងសម្រួលមកយើងស្រឡាញ់កពស់ណាយើងចាប់កាត់កពស់ហ្នឹងមកវិធីងាយបងប្អូនអត់ក្បាច់ក្បូរច្រើនទេគឺទាញតែស្និតរហូតសក់ចំមកយើងកាត់យកហើយនេះគឺការកជ្រោកគាត់ចាប់កជ្រោកដៃបាញ់ spray អីតិចតួចឲ្យគាត់ទៅប៉ុន្តែខ្ញុំគាត់តែចង់បង្ហាញឲ្យបងប្អូនមើលនេះគឺជា mode ដែលយើងកាត់ហើយយើងចាប់ហើយរំតែកាត់ហើយហ្នឹងគឺក្បាលល្ងាចល្មមថ្ងៃលិចបាត់នេះគឺ mode សក់ mode នេះគឺអាចចូលហូបការចូលរួមកម្មវិធីអីបានណាបងប្អូនពេញនិយមស្អាតមិនថាស្ទាវទេគឺថាកម្មវិធីទូទៅក៏បានដែរគេមិនប្រកាន់ទេហើយអរគុណច្រើនបងប្អូនសម្រាប់ការតាមដាន channel ខ្ញុំសូមជួយចុច subscribe channel ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីអរគុណច្រើន